การទូរស័ព្ទមួយគ្រឿងនេះឲ្យបានចំនួន24ម៉ោងជាប់គ្នាគឺខ្ញុំនៅទទួលបានលុយចំនួន50000រៀលពីបងប្អូនស្រីរបស់ខ្ញុំចឹងមានន័យថាបើហ៊ីអាចកាន់ទូរស័ព្ទមួយនោះរយៈពេល24ម៉ោងហើយអត់តម្លាក់គឺហ៊ីនឹងឈ្នះ50000ពីលីអ៊ីងឯងប៉ុន្តែបើហ៊ីតម្លាក់មុន24ម៉ោងហ្នឹងគឺលីអ៊ីងឯងនឹងឈ្នះ50000ពីហ៊ីវិញបងបាត់ខេមិនចាញ់ទេ20ហើយដោយសារតែខ្ញុំចង់ឈ្នះបងអូនខ្ញុំពេកគឺថានៅពេលដែលខ្ញុំមួយទឹកណាក៏ខ្ញុំកាន់ទូរស័ព្ទពេលដែលខ្ញុំញ៉ាំអីក៏ខ្ញុំកាន់ទូរស័ព្ទនិយាយទៅគឺថាខ្ញុំកាន់ទូរស័ព្ទគ្រប់ទីកន្លែងហើយចំពោះ challenge មួយនេះគឺយើងចាប់ផ្ដើមនៅម៉ោង11យប់តែម្ដងចេះដើម្បីបង្កើនការធ្លាក់ទូរស័ព្ទចេញពីដៃរបស់ខ្ញុំនៅពេលដែលខ្ញុំគេងហ្នឹងគឺខ្ញុំក៏បាននឹកឃើញវិធីសាស្ត្រយកខ្សែយកមករួមដៃខ្ញុំជាមួយនឹងទូរស័ព្ទឲ្យជាប់គ្នាអូខេប៉ានេះYes sir ក្រោយពីនេះទៅមកគឺខ្ញុំក៏បានធ្វើការគេងហើយនៅពេលដែលខ្ញុំងើបពីគេងមកគឺខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះអីទូរស័ព្ទហ្នឹងគឺនៅជាប់ដៃរបស់ខ្ញុំដដែលហើយមិនថាឡើយពេលដែលខ្ញុំកំពុងតែមុជទឹកឬក៏ថាពេលដែលខ្ញុំកំពុងតែពាក់កៅអៅហ្នឹងគឺខ្ញុំបានកាន់ទូរស័ព្ទមួយគ្រឿងហ្នឹងជាប់រហូតឥឡូវហ្នឹងគឺយើងទៅរៀនមើលឡើងបាញ់ខ្ញុំជោគហើយបើគិតជារយៈពេលវិញណាគឺខ្ញុំបានកាន់ទូរស័ព្ទមួយគ្រឿងហ្នឹងរយៈពេល7ម៉ោងហើយដែលខ្ញុំជាមួយនឹងបងអូនស្រីរបស់ខ្ញុំក៏បានធ្វើដំណើរទៅរៀននៅពេលទៅដល់សាលាភ្លាមចឹងគឺថាខ្ញុំខំដើរទៅថ្នាក់លឿនខ្លាំងមែនទែនក្រោយពីនោះទៅមកគឺខ្ញុំក៏បានធ្វើការលេងទូរស័ព្ទទឹកណូរបស់ខ្ញុំហ្នឹងមួយផ្លែដែរហើយក៏បានធ្វើការធ្វើលំហាត់ហ្នឹងរហូតដល់ម៉ោងទី9របស់យើងឥឡូវនេះគឺយើងត្រូវទិញឲ្យញ៉ាំហើយបើនិយាយពីការញ៉ាំបាយវិញគឺថាវាស្រួលទេប៉ុន្តែនៅពេលដែលខ្ញុំត្រូវមួលកុំបដបចឹងទៅគឺថាពិបាកខ្លាំងមែនទែនដល់ថ្នាក់ថាខ្ញុំត្រូវពឹងឲ្យអូនម្នាក់នេះដើម្បីឲ្យគាត់ជួយមួលកុំបទឹកហ្នឹងឲ្យខ្ញុំទៀតញ៉ាំបាយហើយឥឡូវយើងទៅថ្នាក់រៀនតចំពោះពេលដែលខ្ញុំរៀនវិញគឺខ្ញុំបានយកដៃដែលខ្ញុំកាន់ទូរស័ព្ទមួយហ្នឹងដាក់ចូលក្នុងថតតុព្រោះអ្នកទាំងអស់គ្នាដឹងហើយថានៅពេលរៀនកាន់ទូរស័ព្ទគឺមិនសូវជាល្អមែនទេតែបន្ទាប់មកគឺខ្ញុំក៏បានធ្វើការបន្តការរៀនរហូតដល់ម៉ោងចេញទៅផ្ទះអញ្ចឹងដោយសារតែឥឡូវហ្នឹងម៉ោង11គឺយើងកាន់ទូរស័ព្ទមួយនេះបាន12ម៉ោងហើយដែលខ្ញុំជាមួយនឹងមិត្តភក្តិរបស់ខ្ញុំក៏បានធ្វើដំណើរទៅកាន់សាលាគួរហើយនៅពេលទៅដល់អញ្ចឹងគឺខ្ញុំក៏បានឆ្លៀតពេលចុចទូរស័ព្ទទីដែរដែលក្រោយពីនេះទៅមកគឺខ្ញុំក៏បានរៀនបន្តទៀតឥឡូវនេះគឺម៉ោង12ហើយយើងកាន់ទូរស័ព្ទបាន13ម៉ោងហើយខ្ញុំក៏បានទៅបន្តរៀន1ម៉ោងទៀតមុនពេលដែលខ្ញុំទៅញ៉ាំបាយនៅផ្ទះនៅពេលដែលខ្ញុំរៀនចប់ភ្លាមគឺខ្ញុំក៏បានបញ្ញាទៅផ្ទះតែម្ដងដោយសារតែពេលហ្នឹងគឺខ្ញុំរៀងហេវបាយបើនិយាយតែតង់ទៅនឹងរឿងញ៉ាំបាយហ្នឹងគឺវាស្រួលទេប៉ុន្តែអ្វីដែលពិបាកគឺថានៅពេលដែលយើងត្រូវលាងចានព្រោះអីគឺខ្ញុំអាចប្រើដៃបានតែមួយខាងខ្ញុំមិនចេះនិយាយណាមើលលាងឡើងដូចឆ្កងហើយបន្ទាប់ពីលាងហើយគឺខ្ញុំក៏បានរៀបចំខ្លួនហើយធ្វើដំណើរទៅកាន់ផ្ទះរបស់មិត្តភក្តិរបស់ខ្ញុំប៉ុន្តែគឺខ្ញុំចង់និយាយថាពេលខ្ញុំជិះម៉ូតូហ្នឹងគឺមេឃក្តៅខ្លាំងទោះបីតែក្តៅយ៉ាងណាក៏វាមិនមែនជាបញ្ហាដោយសារតែពេលខ្ញុំទៅលេងផ្ទះគាត់ហ្នឹងគឺគាត់ក៏បានឲ្យខ្ញុំសាកនៅម៉ាស៊ីនម៉ាស្សាហើយម៉ាស៊ីនម៉ាស្សាហ្នឹងគឺស្រួលរបស់គេមែនអូយយើងបើថាមើលវីដេអូអីកុំភ្លេចជួយចុច follow page ម្នាក់មួយផងបាទចាឥឡូវនេះគឺថាខ្ញុំបានកាន់ទូរស័ព្ទដៃមួយនេះរយៈពេល15ម៉ោងហើយទូរស័ព្ទដែលខ្ញុំបានកាន់មួយនេះផងដែរហ្នឹងគឺមានឈ្មោះថា Tecno Pova 6 Pro 5G ដែល smartphone មួយនេះគឺជា smartphone game ល្អបំផុតជាមួយនឹងបន្ទះ chip 5G ហើយមានថ្មកាន់បានយូរទៀតដែលថ្មរបស់វាហ្នឹងគឺមានទំហំ6000 mAh ហើយមាន fast charge ហ្នឹងរហូតដល់70 W ដែលមានអេក្រង់ 6.77 inch AMOLED ហើយមាន refresh rate ហ្នឹងរហូតដល់ 120Hz ហើយបើនិយាយពីកម្រិតពន្លឺវិញគឺរហូតដល់ 1300 nit ទូរស័ព្ទមួយនេះផងដែរក៏បំពាក់នៅម៉ាស៊ីនខ្លាំងគឺ MediaTek Dimensity 6080ដែលអាចឲ្យយើងនឹងលេងហ្គេមបាន smooth ខ្លាំងមែនទែនហើយបើនិយាយតាក់ទងទៅនឹង RAM វិញគឺមាន RAM 12G ហើយគឺយើងអាចបូកបន្ថែម 12G ពីលើនឹងទៀតរហូតដល់ 24G ដែលមានអង្គផ្ទុកទិន្នន័យ ROM 256GB ហើយមានកាមេរ៉ាក្រោយចំនួន3គ្រាប់រហូតដល់ 108 megapixel ហើយថតរូបបានច្បាស់ខ្លាំងមែនទែនបន្ថែមពីលើនឹងទៅទៀតវាក៏មាន fingerprint scan រៀបដៃហើយក៏មានបំពាក់ជាមួយនឹង mini LED នៅខាងក្រោយផងដែរដែលសរុបជារួមមកទូរស័ព្ទមួយគ្រឿងនេះឯងគឺមានតម្លៃត្រឹមតែ$259តែប៉ុណ្ណោះគាត់និយាយ sponsor ចប់ភ្លាមគឺខ្ញុំក៏បានធ្វើដំណើរបន្តទៀតដើម្បីមកសាលារៀនគួរចូលរៀនដែលខ្ញុំក៏បានរៀននៅម៉ោងទី1ដេកមួយផ្លែតហើយក៏បានរៀននៅម៉ោងទី2ហើយធ្វើដំណើរត្រឡប់មកផ្ទះវិញអញ្ចឹងឥឡូវនេះគឺខ្ញុំកាន់ទូរស័ព្ទមួយនេះបានរយៈពេល17ម៉ោងហើយដែលក្រោយមកខ្ញុំក៏បានរៀបចំខ្លួនញ៉ាំបាយនិងទៅរៀនអង់គ្លេសបើសរុបទៅប្រហែលជាចិត្តដល់ម៉ោងទី20បាទកាន់បានចិត្ត20ម៉ោងហើយមានអារម្មណ៍មិនដែរមានឈ្នះទេអីមិនលយមែនមើលដឹងនេះមើលតិចទៀតតែ3ម៉ោងទៀតដឹងដកដៃហ្មងសោះ1ម៉ោងនោះដឹងចាញ់មិនដឹងតាមចាញ់ទៅមួយថ្ងៃហ្នឹងនៅពេលដែលលឺចឹងហើយគឺខ្ញុំបានបដិញ្ញាឲ្យថាធ្វើយ៉ាងណាក៏ដោយគឺខ្ញុំត្រូវតែឈ្នះចំពោះប្រហែលម៉ោងចុងក្រោយហ្នឹងគឺខ្ញុំក៏បានអង្គុយលេងទូរស័ព្ទហើយនឹងធ្វើលំហាត់រហូតដល់ម៉ោងជ័យជំនះតែម្ដងចង់និយាយថាឥឡូវហ្នឹងគឺខ្ញុំបានកាន់ទូរស័ព្ទនេះរយៈពេល24ម៉ោងពេញហើយអញ្ចឹងគឺយើងហេលុយឈ្នះហើយដៃ2